Also have a message tonight for the incredible people of Greenland. នាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាកលោកស្រី Matt Frederiksen កាលពីថ្ងៃពុធសប្តាហ៍នេះបាននិយាយថាលោកស្រីបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកគឺលោក Donald Trump ហើយលោកស្រីបានប្រាប់ទៅកាន់លោក Trump ថាវាអាស្រ័យទៅលើដែនកោះ Greenland ផ្ទាល់ដែលអាចសម្រេចចិត្តទៅលើបញ្ហាឯករាជ្យណាមួយនេះបើតាមការចេញផ្សាយនៃទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី16ខែមករាឆ្នាំ2025លោក Trump ដែលនឹងត្រូវស្បត់ចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី20ខែមករាបាននិយាយកាលពីសប្តាហ៍មុនថាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកទៅលើ Greenland ដែលសប្តាហ៍ថ្ងៃគឺជាតំបន់ស្វ័យយ័តរបស់ប្រទេសដាណឺម៉ាកគឺជារឿងដ៏ចាំបាច់បំផុតហើយលោកមិនបានបដិសេធចំពោះលទ្ធភាពនៃការប្រើប្រាស់សកម្មភាពសេដ្ឋកិច្ចឬមួយក៏យោធាដើម្បីសម្រេចគោលដៅនោះឡើយបាទ Donald Trump នៅតែរក្សាជំហររបស់គាត់ដដែលគឺមហិច្ឆតារបស់គាត់ចង់បាន Greenland មកធ្វើជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកគាត់មិនមែនទើបតែនិយាយរឿងហ្នឹងនៅអាណត្តិទី2នេះទេតាមពិតកាលពីចុងអាណត្តិទី1របស់គាត់ហើយ5ឆ្នាំមុនណាគាត់ក៏បានប្រឡូយពាក្យដែរថាគាត់ចង់ទិញ Greenland ពីដាណឺម៉ាកនៅពេលនោះដាណឺម៉ាកសើចចំអកតែឲ្យ Donald Trump ថាគឺជាទេសនៈមួយគួរឲ្យអស់សំណើចប៉ុន្តែឥឡូវនេះបើសិនបងប្អូនអរគ្នាស្ដាប់ប្រសាសន៍របស់នាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក Mette Frederiksen ក៏បានមានប្រសាសន៍ថាគាត់នឹងគោរពឆន្ទៈរបស់ប្រជាជននៅ Greenland មានន័យថាម៉េចបើសិនជាគេធ្វើប្រជាមតិឬក៏គេធ្វើការបោះឆ្នោតទៅហើយប្រជាជននៅ Greenland ដែលមានចំនួនប្រហែលជា 56,000 នាក់សម្រាប់ចិត្តថាចាក់ចេញពីដាណឺម៉ាកមកចូលរួមជាមួយសហរដ្ឋអាមេរិកដាណឺម៉ាកនឹងគោរពឆន្ទៈរបស់ប្រជាជន Greenland មានអនុញ្ញាតឲ្យពួកគេចាក់ចេញពីដាណឺម៉ាកទៅចូលរួមជាមួយសហរដ្ឋអាមេរិកវ៉ាវគូមចាក់ទៅចេញ Greenland គឺជាដែនដីស្វ័យយ័តមួយប៉ុន្តែត្រូវបានដាណឺម៉ាកចូលទៅកាន់កាប់ហ្នឹងកាលពីដើមសតវត្សទី18ហើយ Greenland គឺជាដែនដីដ៏ធំមួយមានផ្ទៃដីប្រហែលជា2លាន1សែនគីឡូម៉ែត្រការ៉េគិតជា mile ຂະຫນາດផងអាមេរិកនេះប្រហែលជា 836,000 mile ការ៉េឥឡូវនេះយើងត្រឡប់មក Crimea វិញឥឡូវបើសិនជាដាណឺម៉ាកដែលម្ដងនោះពួកដាណឺម៉ាកគឺជាផ្នែកមួយនៃអឺរ៉ុបដែលម្ដងនោះជំទាស់ធ្វើការថ្កោលទោសការបោះឆ្នោតរបស់ប្រជាជន Crimea ចាក់ចេញពីអ៊ុយក្រែនទៅចូលរួមជាមួយរុស្ស៊ីកាលពី11ឆ្នាំមុនឆ្នាំ2014ស្រាប់តែឥឡូវនេះមកទទួលស្គាល់ឬក៏គោរពឆន្ទៈរបស់ប្រជាជននៅ Greenland អានេះគឺជារឿងមួយដែលប្រច្រាស់ដូចត្រឡប់ត្រឡិនណាព្រោះជារឿងដូចគ្នាហេតុអីបានយើងប្រើជញ្ជីងពីរហេតុអីបានយើងប្រើស្តង់ដារពីរដើម្បីវាស់វែងព្រឹត្តិការណ៍តែមួយយើងអត់គោរពឆន្ទៈផុសប្រជាជន Crimea ដែលបោះឆ្នោតចាក់ចេញពីអ៊ុយក្រែនទៅចូលរួមមួយរុស្ស៊ីទេប៉ុន្តែយើងនឹងគោរពឆន្ទៈរបស់ប្រជាជន Greenland បើសិនពួកគេធ្វើដូចគ្នានោះជារឿងចម្លែកមែនតើប៉ុន្តែអាហ្នឹងយើងចង់បន្តភ្ជាប់វាមកឆាកអន្តរជាតិយើងឃើញថាឃើញទេនៅក្នុងឆាកអន្តរជាតិយើងមានអាចប្រើច្បាប់អីណាបានទេបើសិនជាអាមេរិកដែលជាមហាអំណាចចង់រំលោភបំពានទៅលើដាណឺម៉ាកជាប្រទេសមួយនៅអឺរ៉ុបទៀតបងប្អូនអរគ្នាឥឡូវហ្នឹងយើងភ្ជាប់វាមកប្រទេសខ្មែរវិញឧបមាថាមានរឿងនឹងកើតឡើងនៅប្រទេសខ្មែរតើមាននរណាគេអាចជួយយើងបានកើតឡើងនឹងបានន័យថាម៉េចមានជនជាតិបរទេសណាមួយក្រុមណាមួយដែលរស់នៅប្រទេសកម្ពុជាហ្នឹងស្រាប់តែទៅរស់នៅផ្ដុំគ្នានៅតំបន់ណាមួយដែលមានប្រជាជនកម្ពុជាតិចឧទាហរណ៍ដូចជាខេត្តមណ្ឌលគិរីចុះមណ្ឌលគិរីហ្នឹងមានប្រជាជនប្រហែលជា 70000 80000 នាក់ទេហើយស្រាប់តែមានប្រជាជនជាតិណាមួយដែលមានគ្នា 100000 នាក់ពី 100000 នាក់ទៅរស់នៅខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជាហើយសម្រាប់ចិត្តថាបោះឆ្នោតឯករាជ្យឬបោះឆ្នោតបែកចេញពីប្រទេសកម្ពុជាតើយើងធ្វើម៉េចអ្នកណាអាចជួយយើងបាននេះគ្រាន់តែជាឧទាហរណ៍មួយអាចថាឧទាហរណ៍ស្គូតលីលាឬក៏អត់ logic អត់មានភាពប្រកបនិយមក៏ថាបានដែរគ្រាន់តែជាឧទាហរណ៍មួយបងប្អូនអរគ្នាហើយបងប្អូនអរគ្នាជួយឆ្លើយមើលតើយើងធ្វើយ៉ាងម៉េចពុំមកថាមានរឿងនឹងកើតឡើងតើរដ្ឋាភិបាលកម្ពុជានឹងគោរពឆន្ទៈនៃប្រជាជននៅខេត្តនោះឬក៏យ៉ាងណា